សួស្តីបងអូនទេឆ្ងល់រឿងមួយអឺថានៅក្រៅទៅគេថាមេម៉ាយចំណាយមាត់ញៀតនៅក្នុង Facebook TikTok នឹងស្អីដែរថាមេម៉ាយផ្ទុះហ្មងមិនគិតថាគេមេម៉ាយនឹងស្រួលញ៉ែមែនផ្ទុះហ្មងបងបរោះបងមិញឬអ៊ំដាំទៅបងណាបងធ្វើម៉េចក៏ដោយកុំឲ្យមនុស្សស្រីខូចចិត្តចាអូនដឹងអត់មនុស្សស្រីបងប្រាប់អូនចាំអាក្រក់ណាស់ចាចាំអាក្រក់តិចអូនយល់ច្រឡំថាមនុស្សស្រីបានតែស្រឡាញ់ប្តីហើយដូចថាចិត្តមិនដាច់ចាអូនមនុស្សស្រីចាំអាក្រក់ណាស់ចាំហើយគឺដាច់សំណួរដែលខ្ញុំទទួលបានរាល់ថ្ងៃនេះគឺមាន2មានប្តីនៅពេលណាយកប្តីមាន3មួយទៀតគឺសួរខ្ញុំថាហេតុអ្វីក៏ខ្ញុំថតតែក្នុងបន្ទប់អត់ថតក្រៅបន្ទប់អត់ដែលឃើញថតនៅខាងក្រៅដោយសារអីអ្នកដែលថតនៅខាងក្រៅខ្ញុំគឺគាត់អត់សូវចេះថតអត់ស្អាតទី1ពេលដែលខ្ញុំដើរផ្សារគឺខ្ញុំរវល់ខ្លាំងនៅក្នុងការទិញអីវ៉ាន់អញ្ចឹងគឺខ្ញុំអត់មានពេលថតទេញើសក៏បាយសក់ក្បាលក៏អត់ស្អាតអញ្ចឹងគឺខ្ញុំអត់មានអារម្មណ៍នឹងថតនឹងអីទេហើយមួយទៀតប្តីខ្ញុំចង់យកពេលណាក៏បានមិនពេលណាក៏បានមិនសួរខ្ញុំដេញដល់ច្រើនពេកទេតាំងអ្នកស្រុកអ្នកភូមិអ្នកលបងជាប់ផ្ទះគ្នាក៏ដោយអ្នកនៅណាក៏ដោយអ្នកនៅក្នុងខមមិនក៏ដោយមិនសួរខ្ញុំច្រើនពេកទេពេលណាខ្ញុំការខ្ញុំហៅហីពេលណាខ្ញុំការខ្ញុំបរោះខ្ញុំឃើញហីហើយរឿងថតក៏ចឹងដែរខ្ញុំអត់ថតដោយសារអីខ្ញុំអត់ចង់ថតមិនខ្ញុំអត់ចង់ថតដល់ផ្សារសួរបួរមកខ្ញុំតិចណាដបង add friend មកខ្ញុំដបង add friend មកខ្ញុំឆានមកខ្ញុំ brick bedo មកខ្ញុំហើយ comment មកខ្ញុំឥឡូវទៅពេលខ្ញុំខលទៅសួរខ្ញុំមានការអីមិនចឹងបែកហ៎អត់មានការអីផងចង់ឆាតទៅរំខានមែនខ្ញុំចង់រំខានយើងខ្ញុំចង់យើងឈួតដូចខ្ញុំឈួតចឹងខ្ញុំមកយើងបានសោកគេចង់និយាយចឹងយើងមកក្លុកខ្ញុំទៅក្លុកយើងវិញអត់មានមកអីគេប្រហើបហើយឲ្យគ្នាមានសង្ឃឹមហើយអេណាមានកាយណោអត់មានទេសម្បើមដៃណាខលមកខ្ញុំបានខ្ញុំខលទៅវិញស្អីណា level ហ្គេង